ទំនេរសារអាទិត្យអីបងប្អូននេះអាចសាកធ្វើជាមួយនឹងនំត្រចៀកជ្រូកនេះបានអុយគឺថាសាច់នំវិញស្រួយល្អមែនតើពេលដែលយើងបំពងទៅគឺថាចេញម៉ូតមកស្អាតណាស់បងប្អូនហើយពណ៌វិញគឺធ្វើបានច្រើនបងប្អូនដាក់ជាប្រភេទម្សៅកាកាលាយជាមួយក្បាលធ្វើដូចពណ៌សូកូឡាអញ្ចឹងឬក៏បងប្អូនប្រើជាភេទពណ៌ក្រហមលាយទឹកក្រូចក៏បានពណ៌លឹកតើយក៏បានដែរបងប្អូនប្រើពណ៌មួយណាក៏បានដែរហើយពេលដែលបំពងស្អិតទៅគឺសាច់នំវិញស្រួយល្អខ្លាំងមែនតើចំណែកគ្រឿងផ្សំវិញមុនដំបូងគឺខ្ញុំមកលាយគ្រឿងផ្លែទឹកមុនខ្ញុំប្រើពងមាន់ឬក៏ពងទាចំនួន1គ្រាប់នឹងទម្ងន់របស់វា50មីលីលីត្រស្ករសខ្ញុំដាក់48ក្រាមទឹកត្រជាក់ធម្មតា30មីលីលីត្រហើយនឹងអំបិលបន្តិចដែរចំពោះគ្រឿងផ្នែកទឹកបងប្អូនអាចដាក់ពងមាន់ហើយនឹងទឹកហ្នឹងយើងលាយបញ្ចូលគ្នាទៅសរុបទាំងអស់ហ្មងគឺ80មីលីលីត្រខ្ញុំក្លុកឲ្យស្ករសនឹងវារលាយសព្វបានល្អខ្ញុំយកម្សៅមកលាយគឺខ្ញុំប្រើម្សៅមី240ក្រាមម្សៅឆា12ក្រាមហើយនឹងប៊ឺសាបថ្ងៃនេះគឺខ្ញុំដាក់45ក្រាមចំពោះប៊ឺនេះបងប្អូនអាចយកទៅរំលាយសិនចាំយកមកច្របាច់ជាមួយនឹងម្សៅក៏បានដែរសម្រាប់ខ្ញុំថ្ងៃនេះគឺថារៀងបញ្ញាប់បងប្អូនអញ្ចឹងទៅគឺបានយកប៊ឺហ្នឹងទៅរំលាយទៅដកចេញពីទូទឹកកកទុកបានតែមួយផ្លែតក៏យកមកលាយធ្វើនំហ្មងទៅខ្ញុំចំណាយពេលច្របាច់ម្សៅនេះប្រហែលជា5ទៅ6នាទីឲ្យម្សៅហ្នឹងវាស្អិតល្មួតចូលគ្នាអញ្ចឹងទៅខ្ញុំបែងចែកម្សៅហ្នឹងជា2ដុំសម្រាប់បងប្អូនដែលធ្វើច្រើនគឺយើងអាចលាយម្សៅម្ដងទៀតទៅដាក់មកពណ៌សម្រាប់ពណ៌ក្រហមក៏បានបងប្អូនប្រើពណ៌ទឹកលឹកតើឬក៏ជាភេទម្សៅកាកាវម្សៅជាភេទម្សៅមីឡូហ្នឹងក៏ដាក់បានដែរហើយនេះបន្ទាប់ពីខ្ញុំបានច្របាច់ម្សៅអញ្ចឹងហើយខ្ញុំផ្អាប់ម្សៅហ្នឹងរយៈពេល15នាទីទៅ20នាទីឲ្យម្សៅរបស់យើងវារៀងស្វិតតិចទៅយើងងាយស្រួលក្នុងការធ្វើម៉ូតនំត្រចៀកជ្រូកនេះគឺងាយស្រួលធ្វើតែគ្រឿងផ្សំវិញហ្នឹងក៏ងាយស្រួលរកទិញដែរគ្រាន់តែពេលដែលយើងធ្វើហ្នឹងវារៀងយូរបងប្អូនយូរត្រង់តែយើងមូលម្សៅមូលអីហើយគឺយើងត្រូវកាត់ម្សៅហ្នឹងដាក់ចូលទូទឹកកកគឺចំណាយពេលប្រហែលជា1ម៉ោងទៅ2ម៉ោងទម្លាប់តែសាច់ម្សៅហ្នឹងវារៀងរឹងយើងកាត់វាជាប្រទះស្ដើងទៅដាក់បំពងគឺយូរតែត្រង់ហ្នឹងទេពេលដែលបងប្អូនបានធ្វើអីយើងអាចរៀបចំម្សៅគ្រឿងផ្សំអីឲ្យហើយទៅរៀបចំដាក់ចូលទូទឹកកកពេលបងប្អូនអ្នកញាតិនេចាំយើងយកមកបំពងក៏បានដែរហើយនេះបន្ទាប់ពីខ្ញុំបានមូលម្សៅនឹងបញ្ចូលគ្នាហើយខ្ញុំកាត់វាជាขนาดខ្លីៗល្មមទៅដើម្បីងាយស្រួលកាត់ពេលដែលយើងដាក់ចូលទូទឹកកកគឺសាច់នំរបស់យើងវាឆាប់ត្រជាក់បានល្អវាឆាប់រឹងបងប្អូនសាច់នំសាច់ម្សៅនឹងវារៀងរឹងមុននឹងខ្ញុំដាក់ម្សៅចូលទូទឹកកកហ្នឹងគឺខ្ញុំវាខ្ចប់ជាមួយនឹងថង់អញ្ចឹងទៅហើយខ្ញុំដាក់ចូលទូទឹកកកប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងឲ្យសាច់ម្សៅរបស់យើងវាបងប្អូនវារឹងយើងងាយស្រួលកាត់អញ្ចឹងបើសិនជាបងប្អូនបានដាក់ចូលទូទឹកកកទៅគឺវាទន់ពិបាកកាត់ណាហើយបងប្អូនអត់មានទូទឹកកកទេយើងអាចប្រើជាមួយនឹងទឹកកកក្លាសេក៏បានដែរយើងដាក់បែបហ្នឹងទៅឲ្យសាច់ម្សៅរបស់យើងវារៀងរឹងយើងងាយស្រួលកាត់ដូចខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងហើយនៅពេលដែលយើងកាត់នំនេះគឺកាត់ព្យាយាមកាត់នំហ្នឹងឲ្យស្ដើងខ្លាំងមែនតើយើងកាត់កាន់តែស្ដើងសាច់នំរបស់យើងវាកាន់តែស្រួយឆ្ងាញ់ពេលដែលបំពងទៅវាចេញម៉ូតបានស្អាតហើយត្រង់កន្លែងបំពងនេះវិញគឺខ្ញុំបើកភ្លើងរយៈតិចតិចទេហើយខ្ញុំទុកប្រេងឆាហ្នឹងឲ្យយើងក្តៅបន្តិចទៅយើងដាក់សាច់នំចូលទៅបំពងប្រហែលជា6-7នាទីហ្នឹងគឺឆ្អិនហើយបងប្អូនហើយសាច់នំពេលដែលយើងបំពងគឺអាចដាក់ច្រើនតែដាក់ច្រើនគឺធ្វើឲ្យវាមានពពុះបងប្អូនដោយសារតែនំរបស់យើងលាយជាមួយនឹងពងមាន់ពងទាអញ្ចឹងពេលដែលយើងជៀនគឺពពុះច្រើនខ្លាំងមែន